Yes បើសិនជាយើងអត់តមានអីមួយដែលជាដុំកំភួនយើងអត់ចង់ទៅផ្ទះវិញទេយើងអត់ចង់ឲ្យអ្នកផ្ទះឃើញយើងនៅក្នុងសភាពបែបហ្នឹងដែរទេយើងចង់ឲ្យមានផ្លែផ្កាអីមួយជាសមិទ្ធផលអីមួយសម្រាប់ខ្លួនឯង Hey yo what's up អ្នកទាំងអស់គ្នា Welcome back ខ្ញុំ Moon Boy ហើយនេះដែរខ្ញុំមក reaction ទៅកាន់បទទី4នៅក្នុង mixtape One Shot របស់បង Tommy ដែលបទនឹងដែរមានចំណងជើងថា Reminder គាត់ feat ជាមួយនឹងទេពិសិដ្ឋ Okay let's go vibe បែបលក្ខណៈ chill ខុសពីបទមុនណាហើយណាមួយបង YCN Tommy គាត់ feat ច្រើនអត់សូវទៅសេបទបែបលក្ខណៈចឹងទេគាត់សរសេរ feat ច្រើនបទបែបស្នេហាបែបកាយអីចឹងតែបទនេះចេញមកតំណងមួយយ៉ាងដែរចាំមើលរសជាតិបែបមិនដែរខ្ញុំមិនចង់ឲ្យអ្នកជុំវិញខ្លួនគេខកចិត្តដែលគេខំរំពឹងខ្ញុំមិនកំសាទៅរត់ពួនរស់នៅថ្ងៃនេះត្រូវមានសង្ឃឹមពេលនេះក៏បែរខ្ញុំរមូលនៅមានបណ្ណាខ្ញុំស៊ីប៉ុណ្ណឹងអ្នកថាក្រក់ខ្ញុំទទួលខ្ញុំមិនបង្ខំឲ្យអ្នកចូលចិត្តខ្ញុំមិនចង់រំពឹងពីអ្នកដទៃខ្ញុំចូលចិត្តធ្វើដោយខ្លួនឯងហើយក៏ដែរខ្ញុំចង់ឈ្នះចង់ឃើញអ្នកមានគុណស្ងប់ស្ងាយពេលខ្លះទ្រង់ខ្ញុំចង់ស្ទះចង់ធ្វើគេខ្លួនឯងប៉ុន្តែពេលដែរខ្ញុំបិទភ្នែកអ្នកឃើញដល់ពេលដែលម៉ាក់ខ្ញុំប្រឹងប្រែង Alright បទនេះក៏និយាយពីរំលឹកដល់ការចងចាំរបស់គាត់របៀបអាការគាត់ចាប់ផ្ដើមមកគាត់ពិបាកគាត់វេទនាហើយគាត់ចង់គិតខ្លីប៉ុន្តែមុននឹងគិតខ្លីយើងត្រូវគិតដល់អ្នកផ្ទះយើងគិតដល់ម៉ាក់យើងខំចាំយើងមកបានប៉ុណ្ណេះនឹងគាត់ពិបាកមិនចឹងរឿងតិចតួចដែលគិតទៅវាល្អគួរតែមិនគិតទេសាច់រឿងរបស់ខ្ញុំជប់ច្រើនជីវិតនៅសល់ចង់នឹងហើមគេឃើញរូបខ្ញុំគេរើសអើង I pray for better day ខ្ញុំគ្រាន់ជាក្មេងមួយឆ្នាំចូលក្នុងសង្គមធំដែលថ្លើមជីវិតខ្ញុំនៅគ្មានសំណាមតែខ្ញុំមិនចាញ់នោះទេសាច់រឿងរបស់ខ្ញុំជប់ច្រើនជីវិតនៅសល់ចង់នឹងហើមគេឃើញរូបខ្ញុំគេរើសអើង I pray for better day ខ្ញុំគ្រាន់ជាក្មេងមួយឆ្នាំចូលក្នុងសង្គមធំដែលថ្លើមជីវិតខ្ញុំនៅគ្មានសំណាមតែខ្ញុំមិនចាញ់នោះទេផ្លូវច្រើននោះខ្ញុំជឿតែខ្ញុំនេះជឿតែផ្លូវមួយផ្ដោតគំនិតនឹងគោចំហគឺនៅលើខ្សែបន្ទាន់មួយយកចេញពីផ្ទះជាយប់ដំបូងដែលម៉ែព្រួយពេលនោះខ្ញុំហ៊ានដាក់ទាំងអស់ដើម្បីដូច្នេះខ្ញុំបោះពួយ Alright គាត់និយាយត្រូវយប់ដំបូងដែលគាត់ចេញពីផ្ទះជាយប់ដំបូងដែលម៉ាក់គាត់ព្រួយខ្លាំងនិយាយទៅអត់មានណាគេដែលខ្វល់ពីយើងជាងម៉ាក់របស់យើងទេទោះបីយើងធំទោះបីយើងអាចរកលុយបានខ្លួនឯងក៏ដោយក៏គាត់នៅតែបារម្ភគ្រប់ពេលអញ្ចឹងដំបូងដែលម៉ែព្រួយពេលនោះខ្ញុំហ៊ានដាក់ទាំងអស់ដើម្បីដូច្នេះខ្ញុំបោះពួយទាំងខ្ញុំមិនដឹងតែផ្លូវនេះត្រូវជួបអីខ្លះខ្ញុំបោះពួយទាំងខ្ញុំមិនយល់តែដឹងថាចង់ធ្វើវាណាបើថ្ងៃមួយខ្ញុំមិនសម្រេចកិច្ចការក្នុងដៃមានឱកាសខ្ញុំគ្រាន់ចង់ឃើញតែមានគុណលោកសប្បាយជួបជុំកន្លែងចាស់មកទេអូខេ touching មែនតើ touching អារម្មណ៍ខ្ញុំមែនតើអីដែលពួកយើងធ្វើរាល់ថ្ងៃអីដែលគាត់ធ្វើរាល់ថ្ងៃគឺគាត់គ្រាន់តែចង់ឃើញអ្នកផ្ទះគាត់សប្បាយចិត្តគាត់ចង់ឃើញម៉ាក់គាត់មានស្នាមញញឹមមកទេគ្រូសាយើងជុំគ្នាគុណវើសិនំមកតែងតែនឹងនេះមកបងចាំកូនមកបាយទឹកជុំគ្នាយូរហើយក៏នៅតែពួយក្លែងគ្នាមកទេគ្រូសាយើងជុំគ្នាគុណវើសិនំមកតែងតែនឹងនេះមកបងចាំកូនមកបាយទឹកជុំគ្នាយូរហើយក៏នៅតែពួយក្លែងគ្នាកន្លែងនេះធ្វើខ្ញុំនឹកដល់ពេលមួយដែលម៉ាក់ខ្ញុំគាត់ខលមកហើយខ្ញុំទៅលេងនៅផ្ទះគាត់ហើយខ្ញុំទៅញ៉ាំបាយតែគាត់ក៏បានប្រាប់ខ្ញុំថាមកញ៉ាំបាយតែគាត់មកបងប្អូននៅចាំញ៉ាំបាយមួយកូនប៉ុន្តែពេលខ្លះខ្ញុំក៏រវល់ការងារច្រើនអញ្ចឹងគួរចំណាយពេលមួយគាត់ឲ្យបានច្រើនដល់វគ្គទេពិសិដ្ឋដល់
ទេពិសិដ្ឋបត់បែបមិនចេះគាត់ហើយ ប្រឹងសើចបងលំរឿងខ្លះនៅមិនទាន់បានស្រាយនេះមិនដែរឲ្យក៏មិនឲ្យត្រឡប់ Yes alright វារបៀបលក្ខណៈថាយើងធ្លាប់តែសន្យានឹងខ្លួនឯងថាបើសិនជាយើងអត់តមានអីមួយដែលជាដុំកំភួនយើងអត់ចង់ទៅផ្ទះវិញទេយើងអត់ចង់ឲ្យអ្នកផ្ទះឃើញយើងនៅក្នុងសភាពបែបហ្នឹងដែរទេយើងចង់ឲ្យមានផ្លែផ្កាអីមួយជាសមិទ្ធផលអីមួយសម្រាប់ខ្លួនឯងហើយក៏ឲ្យអ្នកផ្ទះមើលមកយើងថាគាត់មានលទ្ធភាពអាចធ្វើបានហើយយើងឥឡូវហ្នឹងក៏កំពុងតែព្យាយាមដោះស្រាយនៅបញ្ហាហ្នឹងដែរដើម្បីអនាគតរបស់យើងយកខ្លះកូនលេខអត់បានតែនៅតែទៅមុំចំណោះនេះវិបត្តិបាឆ្លើយពេលណាដល់ត្រៃសុខគុំតណាថែរេសបានមានតែចិត្តរឿងខ្លះមិនតមកក៏តែតាមនេះឆិតចង្កាចំហើយនឹងចំហើយគេដឹកខ្ញុំមក depress គេដឹកដៃចុះនៅម៉ៃឆ្លប់ខ្លួនឯងមិនទ្រាំឡើយបើខ្ញុំ start the brand ទាំងកាយ start the chair អាហ្នឹងបើតាមខ្ញុំគិតគាត់ធៀបទៅនឹងការរកលុយវាមិនស្រួលទេងំតែបានលុយមកវាពិបាកហើយលុយហ្នឹងប្រៀបដូចជាអំបែងដែរចាក់មកលើយើងអញ្ចឹងយើងត្រូវខំចំណាយញើសឈាមដើម្បីតែខ្លួនឯងដើម្បីតែគ្រួសារហើយយើងទ្រាំដើម្បីវាណៃមិនទ្រាំឡើយបើខ្ញុំ start the brand ទាំងកាយ start the chair អត់មានលុយ in the cash មានតែគុំនៅទៅ invest បញ្ហានៅខាងក្រៅបានបងរៀនណាខ្ញុំមានចំណេះថ្ងៃមួយខ្ញុំនឹងមិនចាក់ថាអ្នកណាគេមួយហូរបែបើសិនថ្ងៃស្អែកខ្ញុំងាប់អ្នកសោកខ្ញុំវានឹងសើចតែអ្នកស្រឡាញ់នឹងយំអភ័ព្វជីវិតនេះខើចប៉ុន្តែជីវិតខ្ញុំថ្លៃទូកាន់ម្សិលមួយថ្ងៃប៉ុន្តែមួយថ្ងៃខ្ញុំរៀនទាំងអស់ខ្ញុំឲ្យតម្លៃខ្ញុំបើចិត្តឲ្យទូលាយចឹងនិយាយថាអីដែលយើងធ្វើរាល់ថ្ងៃហ្នឹងវាកំពុងតែបង្រៀនយើងហើយវាអត់មានសាលាណាបរៀនទេមានតែទស្សនវិជ្ជាជាក់ស្ដែងដែលយើងជួបផ្ទាល់បញ្ហាជាក់ស្ដែងដែលយើងជួបផ្ទាល់ហ្នឹងហើយវាបរៀនយើងសំពីវាធ្ងន់ខ្ញុំព្យាយាមរើបំរាស់ប្រច្រាស់ពីខ្ញុំពីមុនទូគេយកជើងមកជន់ក៏ខ្ញុំមិនចង់គំនុំផ្លូវចិត្តយើងត្រូវតែមុំកុំមកនឹងបាយទំរងបើចង់មកថ្ងៃស្អែកនេះភាសានេះក៏ចង់របៀបលក្ខណៈថាបើសិនជាគេមើលងាយយើងអាហ្នឹងដូចខ្ញុំនិយាយនៅវីដេអូមុនចឹងបើគេមើលងាយយើងឲ្យគេមើលងាយទៅតែអីដែលយើងធ្វើយើងដឹងច្បាស់ខ្លួនឯងយើងកុំប្រើកំហឹងឆេះឆាវដាក់ទៅគេវិញយើងត្រូវតែខំងាយនឹងធ្វើឲ្យទៀងឲ្យតតទៅជាទំលាប់គំនៅសិនជោគសិនចឹងធ្វើកិច្ចការដែលយើងស្រឡាញ់ធ្វើកិច្ចការដែលយើងញ៉ាំច្បាស់លាស់នៅខ្លួនឯងសម្រាប់កិច្ចការទាំងអស់ចេញពីបលឹងកុំសេះសម្លឹងគេពេកកុំធៀបនឹងអ្នកដទៃត្រូវមានតែមួយកុំធ្វើបែបហាដទៃហើយកុំបំពុលបញ្ញាធ្វើឲ្យយើងឆ្លាតឲ្យໄວជីវិតយើងជួបទុក្ខដើម្បីយល់អត្ថន័យចឹងថានៅក្នុងជីវិតយើងវាតែងតែជួបទុក្ខលំបាកជួបបញ្ហាប៉ុន្តែទាំងអស់ហ្នឹងហើយវាគឺជាអត្ថន័យនៃជីវិតហើយតមកទៀតក៏និយាយថាកុំខ្លាចនឹងការចាប់ផ្ដើមជាថ្មីការចាប់ផ្ដើមសារជាថ្មីសាច់រឿងរបស់ខ្ញុំជួបច្រើនជីវិតនៅសល់ចង់នឹងហាមគេឃើញរូបខ្ញុំគេរើហាង I pray for better day ខ្ញុំគ្រាន់ជាក្មេងមួយឆ្នាំចូលក្នុងសង្គមធំតែថ្លើមជីវិតខ្ញុំដូចវាសំណាមតែខ្ញុំមិនចាញ់នោះទេសាច់រឿងរបស់ខ្ញុំជួបច្រើនជីវិតនៅសល់ចង់នឹងហាមគេឃើញរូបខ្ញុំគេរើហាង I pray for better day ខ្ញុំគ្រាន់ជាក្មេងមួយឆ្នាំចូលក្នុងសង្គមធំតែថ្លើមជីវិតខ្ញុំដូចវាសំណាមតែខ្ញុំមិនចាញ់នោះទេគ្នាសម្រាប់បទនេះ sad មែនតើក៏និយាយពីជីវិតដែរតែបែបលក្ខណៈ play គេហៅ lofi play បែបលក្ខណៈ chill ហើយជាមួយនឹងការ fit ជាមួយនឹងទេពិសិដ្ឋទៀតទេពិសិដ្ឋ play បែបលក្ខណៈចេះគាត់ហើយគាត់ធ្វើបានល្អខ្លាំងមែនតើ
new generation របស់យើងសម្រាប់បទនេះគឺ10 លើ 10 ហ្មងសម្រាប់ខ្ញុំចូលចិត្តស្ដាប់ចម្រៀងប្រភេទបែបចឹងអូខេហើយពីខ្ញុំទៅអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេជួបខ្ញុំវីដេអូក្រោយបាយ